តើដៃជោមាសដៃជោយ៉តជានរណាវីដេអូអំពីវីរៈបុរសខ្មែរនៅមុខវត្តអូណាឡោមក្រុងភ្នំពេញសួស្តីបងប្អូនតើបងប្អូនធ្លាប់ឈប់មើលរូបសំណាកអ្នកជិះសេះពីររូបនេះនៅមុខវត្តអូណាឡោមដែរឬទេមនុស្សរាប់ពាន់នាក់បានឆ្លងកាត់ទីនេះជារៀងរាល់ថ្ងៃប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថារូបសំណាកទាំងពីរនេះតំណាងឲ្យវីរៈបុរសខ្មែរដ៏ស្មោះត្រង់ពីររូបដែលបានលះបង់ជីវិតដើម្បីការពារប្រជាណាចក្រកម្ពុជាថ្ងៃនេះយើងនឹងស្វែងយល់អំពីប្រវត្តិនិងរឿងព្រេងរបស់ដៃជោមាសដៃជោយ៉តបាទបងប្អូនខ្ញុំហែមសុភ័ណ្ឌមគ្គុទ្ទេសក៍ទេសចរជាតិប្រចាំប្រជាណាចក្រកម្ពុជានិងជាអ្នកចងក្រងសៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ Kingdom Guidebook ក៏ដូចជាអ្នកចងក្រងសៀវភៅមគ្គុទ្ទេសក៍ភ្នំពេញ Guidebook នៅក្នុង Channel នេះខ្ញុំនឹងនាំបងប្អូនស្វែងយល់អំពីប្រវត្តិសាស្ត្រវប្បធម៌និងបេតិកភណ្ឌកម្ពុជាដោយផ្អែកលើឯកសារប្រវត្តិសាស្ត្រនិងការស្រាវជ្រាវនៅមុខវត្តអូណាឡោមជាប់មាត់ទន្លេចតុមុខមានរូបសំណាកអ្នកជិះសេះចំនួន2រូបបុរសវ័យចំណាស់ជិះសេះគឺជារូបដៃជោយ៉តចំណែកបុរសវ័យក្មេងជិះសេះគឺជារូបរបស់ដៃជោយ៉តរូបសំណាកនេះមិនត្រឹមតែជាការតុបតែងលម្អទីក្រុងភ្នំពេញប៉ុណ្ណោះទេប៉ុន្តែជានិមិត្តរូបនៃភាពក្លាហានសេចក្តីស្មោះត្រង់និងការលះបង់របស់មេតបខ្មែរតាមពរិជ្ជពង្សសាវតាខ្មែរដៃជោមាសមានឈ្មោះដើមថាមាសលោកមានមុខងារជាឧកញ៉ាដេជោបរមរាជនិងមានដើមកំណើតនៅក្នុងខេត្តកំពង់ស្វាយព្រះមហាក្សត្របានទុកចិត្តឲ្យលោកដឹកនាំកងទ័ពការពារព្រះរាជាណាចក្រដេជោមាសមានភរិយាម្នាក់ឈ្មោះជំទាវស្រើនក្រៅពីគ្រួសារលោកក៏មានសិស្សចំណិតម្នាក់ទៀតឈ្មោះយ៉តដែលតែងតែអមដំណើរលោកទៅគ្រប់សមរភូមិយ៉តគឺជាមេតបវ័យក្មេងដែលមានភាពក្លាហាននិងស្មោះត្រង់បំផុតដោយសារតែសមត្ថភាពក្នុងការដឹកនាំទ័ពនិងភាពស្មោះត្រង់ព្រះមហាក្សត្របានប្រទានងារដេជោដល់លោកបន្ទាប់ពីដេជោមាសទទួលមរណភាពទៅចាប់ពីពេលនោះមកដេជោយ៉តបានក្លាយជាមេទ័ពសំខាន់បំផុតម្នាក់របស់រាជវង្សតាមពរិជ្ជពង្សសាវតាស្ដេចសម្រែបានប្រកាសខ្លួនជាស្ដេចនិងបះបោរប្រឆាំងនឹងព្រះបាទជ័យជេដ្ឋាព្រះមហាក្សត្របានបញ្ជូនកងទ័ពទៅបង្ក្រាបតាមរឿងព្រេងបែបប្រជាប្រិយគេនិយាយថាជំទាវស្រើនបានប្រើប្រាជ្ញាធ្វើឲ្យស្ដេចសម្រែធ្លាក់ខ្លួនក្នុងអន្លង់ស្នេហ៍និងបង្អកស្រារហូតដល់ស្រវឹងដេជោមាសនិងដេជោយ៉តក៏បានសម្រុកចូលចាប់ខ្លួនស្ដេចសម្រែថ្វាយព្រះមហាក្សត្រទោះជាយ៉ាងណាក្តីព័ត៌មានល្បិតនេះមិនមាននៅក្នុងពរិជ្ជពង្សសាវតាទេប៉ុន្តែជារឿងព្រេងដែលនិយាយតគ្នាតែប៉ុណ្ណោះបន្ទាប់ពីបានក្លាយជាមេទ័ពធំដេជោយ៉តបានទៅបង្ក្រាបការបះបោរនៅខេត្តពោធិ៍សាត់តាមរឿងព្រេងបានដំណើរថាលោកបានរកឃើញកងទ័ពចាញ់ដោយសារមានអ្នកក្បត់ជារនុកក្នុងដេជោយ៉តបានប្រើប្រាជ្ញាស្វែងរកអ្នកក្បត់ហើយអនុវត្តច្បាប់យោធាយ៉ាងតឹងរ៉ឹងនេះជាហេតុផលដែលប្រជាជនខ្មែរចាត់ទុករូបលោកជានិមិត្តរូបនៃភាពស្មោះត្រង់និងវិន័យមានរឿងព្រេងមួយទៀតបានដំណាលអំពីស្នេហារបស់ដេជោយ៉តជាមួយជំទាវស្រើនរឿងនេះមានភាពល្បីល្បាញក្នុងសង្គមខ្មែរប៉ុន្តែមិនមានបញ្ជាក់នៅក្នុងពរិជ្ជពង្សសាវតាឡើយដូច្នេះអ្នកស្រាវជ្រាវភាគច្រើនចាត់ទុកថាវាជាផ្នែកមួយនៃរឿងព្រេងប្រជាប្រិយតែប៉ុណ្ណោះមិនថាព័ត៌មានណាជាប្រវត្តិសាស្ត្រឬជាព្រេងទេដេជោយ៉តនិងដេជោមាសបានក្លាយជានិមិត្តរូបនៃភាពក្លាហានភាពស្មោះត្រង់និងការលះបង់ដើម្បីជាតិរូបសំណាករបស់លោកទាំងពីរនេះនៅតែឈរយ៉ាងរឹងមាំនៅមុខវត្តអូណាឡោមដើម្បីរំលឹកឲ្យកូនចៅជំនាន់ក្រោយចងចាំពីវីរភាពរបស់បុព្វបុរសខ្មែរខ្ញុំហែមសុភ័ណ្ឌមគ្គុទ្ទេសក៍ទេសចរជាតិប្រចាំប្រជាណាចក្រកម្ពុជានិងជាអ្នកចងក្រងសៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ Kingdom Guidebook ក៏ដូចជាអ្នកចងក្រងសៀវភៅមគ្គុទ្ទេសក៍ភ្នំពេញ Guidebook សូមអរគុណបងប្អូនចំពោះការទស្សនាប្រសិនបើបងប្អូនចូលចិត្តវីដេអូអំពីប្រវត្តិសាស្ត្រវប្បធម៌និងទេសចរកម្ពុជាសូមចុច Like Share Follow និង Subscribe ដើម្បីលើកទឹកចិត្តខ្ញុំក្នុងការផលិតមាតិកាថ្មីៗជាបន្តទៀតសូមអរគុណនិងជួបគ្នាក្នុងវីដេអូបន្ទាប់